អាយ៉ាបងប្អូនយើងបាទអ្នកស្ទឹងត្រែងមកហើយបាទអ្នកស្ទឹងត្រែងចិត្តមកដល់ហើយអ្នកស្ទឹងត្រែងយើងបងប្អូនយើងបាទនេះគឺជាបាទធីតារចនាមានជ័យបារមីវត្តអំពើវ័នយើងហ្នឹងបាទគឺឃើញថាចាប់ផ្ដើមធ្វើដំណើរមកដល់ក្រុងកញ្ចេះហើយបាទកំពុងតែឆ្លងកាត់បាទស្រុកសម្បូរបាទឆ្លងកាត់បងប្អូនយើងខាងបលលាវបាទឆ្លងកាត់បងប្អូនយើងខាងស្រុកឆ្លងអញ្ចឹងហើយប្រហែលតាមស្រុកឆ្លងហ្នឹងរៀងកាំងតិចបាទដល់សារអេដមីនយើងចាប់ផ្ដើមស្ទាក់ថតតិចហើយណាបាទអញ្ចឹងហើយបងជួយសេរីឲ្យពួកគាត់បានថតផងក្នុងនាមមានខ្ញុំក្នុងនឹងដែរអញ្ចឹងណាណាបងប្អូនយើងណាតែសំខាន់បងប្អូនយើងឃើញរៀងគាត់ហើយបាទកាលពីម្សិលមិញខ្ញុំបានចេញវីដេអូកណ្ដាលយប់កណ្ដាលរាត្រីវេលាម៉ោង8:79បាទអញ្ចឹងហើយបងប្អូនយើងឃើញរឿងថាស្អាតមែនតើបាទធីតារចនាមានជ័យបារមីវ័នពោវ័នយើងហ្នឹងគឺថាចាស់រៀងស្អាតមែនតើហើយនេះគឺជាសកម្មភាពបាទនៃការទូកបាទបានឆ្លងកាត់បាទ class 2ហើយកំពុងមូ class 2ហើយកំពុងតែធ្វើដំណើរប្រឆិតប្រជៀងដើម្បីកុំឲ្យមានការប៉ះពាល់ទៅដល់បងប្អូនយើងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងវិថីយើងហ្នឹងហើយរៀងពិបាកតិចបាទផ្លូវចំពោះផ្លូវខេត្តកញ្ចេះពិបាកតិចដោយសារចាប់ផ្ដើមបរិយផ្លូវភ្លោះហើយយើងនិយាយបានថាពង្រីកផ្លូវភ្លោះណាមួយយើងណាបាទអញ្ចឹងរៀងតោះខុសកន្លែងខ្លះអញ្ចឹងយើងត្រូវធ្វើដំណើរដោយមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទបញ្ហាគឺការដឹកទូកអញ្ចឹងបាទគឺឃើញថាលំអកវែងណាស់បងប្អូនយើងដែលនៅពីក្រោយការពារខ្លួនផងព្រោះអីឡានយើងអកសើយើងចាប់លបឿនបាទយើងចាប់ប្រាំងអីចឹងទៅអាចនឹងមានការប៉ះពាល់ឥឡូវយើងកុំបោបាច់រចនាអីបាយបត់អីច្រើនពេកបាទយើងមកមើលពីទេសភាពខាងខេត្តកញ្ចេះយើងតិចមើលបាទកំពង់មូខេត្តកញ្ចេះកំពង់មូ class 2បាទហើយបន្ទាប់ពីនេះទៅយើងចាប់ផ្ដើមមានផ្លូវថ្មីណាបាទឡើងយើងឆ្លងកាត់ជាមួយក្រុងកញ្ចេះហើយយើងឆ្លងកាត់ទៅតាមផ្លូវមួយជាងទៀតបាទបុកទៅខាងបោះលាវហ្មងបាទគឺស្រួលដែរងាយស្រួលសម្រាប់បងប្អូនយើងធ្វើដំណើរឲ្យផ្លូវនេះធានាថាធំជូនបាទធំជូនបងប្អូនយើងតែម្ដងបាទអត់ឲ្យចាញ់ទេបាទអត់ឲ្យចាញ់បងប្អូនយើងខេត្តផ្សេងទេបាទខេត្តកញ្ចេះមួយញាក់ឆាច់ហ្មងហើយបាទហើយចំពោះអំពើវ័នយើងហ្នឹងក៏វាត្រូវឆ្លងកាត់ស្រុកឆ្លងដែរព្រោះឯងនៅគៀកគ្នាដែរទេអញ្ចឹងហើយត្រូវចេញដំណើរគឺចេញដំណើរតាមហ្នឹងហើយណាមួយផ្លូវវាត្រង់បាទវាអត់មានត្រូវកាច់កោងអីច្រើនណាបាទបើសិនជាចេញទៅតាមតបែផ្លូវវាវៀងកាន់តែឆ្ងាយទៀត